តាំងពីចប់ខែល្ងាមកខាងសាលាគេមានកម្មវិធីនាំកូនសិស្សចេញក្រៅច្រើនហើយថ្ងៃនេះផងដែរគឺវ៉ាន់ទឹកភ្នែកលេមហាមទីរៃគឺដោយសារតែខាងសាលាគេនាំកូនសិស្សចូលលេងក្នុងព្រៃហើយវ៉ាន់នេះយំខ្លាចបាត់ម៉ាក់ទីរៃមួយថ្ងៃខ្លាចតែបាត់ម៉ាក់ទេគេចង់ឲ្យម៉ាក់ទៅដែរហើយមានណាខាងសាលាគេអត់ឲ្យម៉ាក់ទាំងអស់គ្នាទៅផងឲ្យចាំនៅក្រៅឬក៏ទៅផ្ទះសិនហើយដំណើរកំសាន្តហ្នឹងគឺចាប់ផ្ដើមពីម៉ោង8ដល់ម៉ោង11បានគេឲ្យចេញមកវិញនិយាយទៅហ្វាន់គឺមត្តេយថ្នាក់កដាលហើយដំណើរកំសាន្តហ្នឹងក៏មិនមែនទៅតែថ្នាក់ហ្វាន់ដែរគឺទៅពេញមួយសាលាហ្នឹងហ្មងគ្រាន់តែថាពេលគេដើរអញ្ចឹងគេដើរបែកបាក់គ្នាគេដើរជាមួយថ្នាក់គេអត់ដើរជុំគ្នាហើយសម្រាប់សម្គាល់ថ្នាក់នេះថ្នាក់នោះអញ្ចឹងគេលើកតុងមួយសម្គាល់អូខេឥឡូវអូនទៅហើយអូនពុំមីងកុំមកអ្នកគ្នាចាំមើលតាមដានទឹកមុខពេលអូនចេញមកវិញរិចឬក៏ជូរឥឡូវគ្រូនាំសិស្សចូលទៅក្នុងសួននោះស្ងាត់អស់ហើយនៅសល់តែម៉ាក់មួយចំនួនគេទៅផ្ទះវិញម៉ាក់មួយចំនួនទៀតនៅចាំនៅហ្នឹងព្រោះតែ3ម៉ោងក៏ជិះទៅជិះមកអស់នៅសល់តែ2ម៉ោងជាងដែរអញ្ចឹងខ្ជិលទៅផ្ទះនៅដើរលេងក្នុងសួនហ្នឹងសិនព្រោះអីសួនហ្នឹងអត់ដែរធ្លាប់មកហើយនេះបើសិនជាគ្រូអត់ហៅឲ្យមកអត់ស្គាល់សួននេះទៀតនេះហើយមិននៅឆ្ងាយណាស់ណាត្រឹម5គីឡូអីពីផ្ទះតែ5គីឡូនឹងជិះយូរដែរយូរឆ្ងាយនឹងភ្លើងស្តុបហ្មងភ្លើងស្តុបច្រើនពេកនៅតាមផ្លូវនិយាយពីថាសួនគេនេះគឺស្អាតមែនទែនដូចថាមានពណ៌ចម្រុះបដ ாய் និយាយទៅក្រុងដែលហ្វាន់រស់នៅគឺសបោសួនអញ្ចឹងច្រើនមែនទែនងាកទៅណាក៏មានដែរសឹងថាត្រឹមតែ2គីឡូអីមានមួយហើយសួនមួយធំខ្លាំងមែនទែនដើរមិនក៏ដើរអត់ចំដែរដល់ពេលសួនច្រើនហើយធំអញ្ចឹងទៅល្អមួយយ៉ាងដែរអត់សូវមានមនុស្សកកគុញញ៉ៃទេគឺមកដឹងទៅ relax ជាមួយធម្មជាតិបានច្រើនម៉ាក់ដើរលេងមកសទុះឥឡូវស៊ូមើលកូនក្មេងសិនរមើលហ្វាន់តែនេះសិតតែថ្នាក់គេទេអ៊ំមីងអើយអត់ឃើញហ្វាន់ទេនេះសិតថ្នាក់គេដល់ម៉ោងអង្គុយញ៉ាំអីភិចនិចជុំគ្នានេះទីបំផុតរកថ្នាក់ហ្វាន់ឃើញហើយតាមពិតគេនៅបែកខាងផ្សេងតែបើគេនៅទិសខាងផ្សេងតែម៉ាក់ស៊ូមសោះឥឡូវដល់ម៉ោងមកផ្ទះវិញហើយបានឃើញហ្វាន់拿都先把布好了。玩到10分钟，玩到26号31 32我给小孩，来，你说谢谢老师，谢谢老师。好，刚刚2跳呢，我好像漏了没？你看我。